សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់អេពីសូតថ្មីថ្ងៃនេះយើងមានរឿងមួយដ៏រន្ធត់ដែលចង់លើកមកនិយាយអ្នកទាំងអស់គ្នាស្ដាប់បើអ្នកទាំងអស់គ្នាពេញចិត្តនៅវីដេអូមួយនេះកុំភ្លេចជួយចុច like subscribe ដាក់រូបកណ្ដឹងខ្ញុំបាទម្នាក់មួយផងដើម្បីជាការលើកទឹកចិត្តឲ្យខ្ញុំបានធ្វើវីដេអូជាបន្តបន្ទាប់ទៀតតោះកុំឲ្យកាត់ពេលយូរឥឡូវយើងចូលទៅកាន់សាច់រឿងដ៏រន្ធត់របស់យើងទាំងអស់គ្នាសាច់រឿងមួយនេះត្រូវបានចែករំលែកពីបងប្រុសម្នាក់ដែលគាត់មានឈ្មោះថាទីសាច់រឿងមួយហ្នឹងត្រូវបានកើតឡើងចំពោះបងទីតាំពីកំឡុងឆ្នាំ2013ដល់2014ដែលបងទីគាត់ចាំបានណាបងទីគាត់ជាអ្នករស់នៅក្នុងខេត្តកំពង់ធំថ្ងៃមួយពូរបស់បងទីហ្នឹងបានមកប្រាប់បងទីថាហើយនៅផ្ទះអត់មានការងារធ្វើអញ្ចឹងទៅធ្វើការនៅភ្នំពេញអត់ហើយការងារហ្នឹងគឺជាការងារលាងឡានប្រាក់ខែ180បាយទឹកលើគេលឺអញ្ចឹងដោយសារតែបងទីគាត់អត់មានការងារធ្វើណាមួយក៏ដាច់លុយចាយផងគាត់ក៏បាននិយាយថាគាត់ចង់ទៅហើយគាត់ក៏បានបបួលមិត្តភ័ក្តិដែលនៅជិតផ្ទះប្រកួតហ្នឹងទៅជាមួយគ្នាពេលនោះប្រហែលជាខ្ទង់ម៉ោង4ទៅ5ល្ងាចគាត់បានដើរទៅផ្ទះមិត្តភ័ក្តិប្រកួតលេងណាដើម្បីនិយាយពីការងារដែលពូប្រកួតបានប្រាប់ហ្នឹងមិត្តភ័ក្តិប្រកួតម្នាក់ទៀតក៏បានយល់ព្រមទៅជាមួយគ្នានិយាយទៅគេរើស4ទៅ5នាក់ទាំងអស់គ្នាការងារដែលលេងឡានហ្នឹងណាប៉ុន្តែបងទីគាត់បបួលបានតែមិត្តភ័ក្តិប្រកួតស្នាជាមួយនឹងគ្នាណាទៅបានតែ2នាក់ជាមួយនឹងគ្នាទេអញ្ចឹងស្អែកឡើងបងទីគាត់ក៏បានប្រាប់ពូរបស់គាត់ហ្នឹងឲ្យតាក់ទងទៅម្ចាស់ក្រាស់ដែលគេរើសមនុស្សលេងឡានហ្នឹងព្រោះគាត់ចង់ទៅថ្ងៃស្អែកពេលលឺអញ្ចឹងហើយគាត់ក៏បានសុំលេខម្ចាស់ក្រាស់ហ្នឹងដែរពេលនោះពូរបស់បងទីគាត់ក៏បានឲ្យលេខបងប្រុសម្ចាស់ក្រាស់ហ្នឹងរួចបងទីគាត់ក៏បានទេទៅសួរណែនាំអីចេះចុះមួយពីរណាលក្ខណៈថាគេតាក់ទងការងារចឹងទៅបន្ទាប់ពីគាត់បានទេតាក់ទងជាមួយនឹងម្ចាស់ក្រាស់ហ្នឹងគាត់ក៏សម្រេចចិត្តថាទៅថ្ងៃស្អែកជាមួយនឹងមិត្តភ័ក្តិរបស់គាត់អូបច្ចេកណាទាំងអស់គ្នាដោយគាត់ឡើងទៅនឹងបងទីគាត់ថាពេលនោះគឺកំសត់ខ្លាំងមែនតែនគាត់អត់មាន100នៅក្នុងខ្លួនទេប៉ុន្តែដោយសារតែម្ចាស់ក្រាស់ឡានគេចេញសហួយថ្លៃឡានឲ្យចឹងណាអង្ការនោះជិះឡានប្រហែលជា30000ទេអ្នកទាំងអស់គ្នាពីកំពង់ធំហ្នឹងទៅភ្នំពេញហ្នឹងអស់តែ30000ទេស្អែកឡើងបងទីក៏បានរៀបចំសម្ភារៈដូចជាកៅអៅអីចឹងណាដើម្បីទៅធ្វើការនៅឯក្រាស់ឡាននៅខាងភ្នំពេញហ្នឹងរួចដល់ម៉ោងដែលត្រូវឡើងឡានទៅហ្នឹងគាត់ក៏បានឡើងឡានទៅជាមួយនឹងមិត្តភ័ក្តិរបស់គាត់ដែលជាអ្នកមិត្តភ័ក្តិសិទ្ធស្នាណាគាត់ថាមិត្តភ័ក្តិរបស់គាត់ដែលទៅធ្វើការជាមួយនឹងគាត់ហ្នឹងធ្លាប់រៀនជាមួយគ្នាតាំងពីនៅតូចៗឯណោះអញ្ចឹងគាត់ស្គាល់គ្នាយូរដែរហើយគឺគាត់និយាយថាល្អខ្លាំងមែនតើមិត្តភ័ក្តិរបស់គាត់មួយហ្នឹងណាមានអីចែកគ្នាស៊ីហ្នឹងអត់ដែរលក្ខណៈថាដែរឆ្លុះគ្នាណាបើសិនជាខ្ញុំនិយាយរៀងតាក់ឬមួយរៀងអត់ល្អកន្លែងណាមួយក៏សំខាន់តែអភ័យទោសអ្នកទាំងអស់គ្នាផងអូខេឥឡូវយើងចូលទៅកាន់សាច់រឿងរបស់យើងវិញបងទីគាត់បាននិយាយថាពេលដែលឡើងទៅដល់ហ្នឹងគឺម្ចាស់ការ៉ាហ្នឹងគេរាក់ទាក់ខ្លាំងមែនទែនទៅដល់ភ្លៀងគេមានកន្លែងឲ្យស្នាក់នៅហើយគេទទួលបាយបងទីស្រាប់តែម្ដងអញ្ចឹងពេលដែលគាត់ទៅដល់គឺរៀបចំងូតទឹកញ៉ាំបាយតែម្ដងព្រោះអីគាត់លំមទៅគាត់ជិះឡានពីកំពង់ធំហ្នឹងទៅដល់ភ្នំពេញហ្នឹងគឺវារៀងល្ងាចអញ្ចឹងណាអញ្ចឹងម្ចាស់ការ៉ាគេក៏បានរៀបចំបាយទឹកឲ្យគាត់តែម្ដងបងទីគាត់បាននិយាយថាថៅកែដែលជាម្ចាស់ការ៉ាលេងឡានហ្នឹងគឺល្អខ្លាំងមែនតើដោយគាត់ធ្វើការនៅក្នុងបានចំនួន1ខែទេប៉ុន្តែគាត់មើលទៅថៅកែមួយហ្នឹងគឺចិត្តល្អខ្លាំងមែនតើតែងតែឲ្យលុយចាយក្រៅណាពេលដែលចប់ពីការងារអញ្ចឹងទៅពេលល្ងាចអីចឹងទៅក៏បានហុចលុយឲ្យបងទីម្នាក់10000អីទៅញ៉ាំអីខាងក្រៅអញ្ចឹងទៅហើយបាយគាត់មាន2ពេលទាំងអស់គ្នាគឺពេលថ្ងៃនិងពេលល្ងាចហើយចំណែកឯពេលព្រឹកគាត់តែងតែឲ្យលុយឲ្យទៅញ៉ាំអីខាងក្រៅអញ្ចឹងណាគាត់ថាល្អខ្លាំងមែនតើការងារហ្នឹងគាត់ពេញចិត្តនឹងតកែមួយហ្នឹងនៅថ្ងៃមួយបងទីគាត់បាននិយាយជាមួយនឹងមិត្តភ័ក្តិប្រកបម្នាក់ទៀតហ្នឹងថាចង់បបួលគ្នាដើរលេងខាងក្រៅបន្តិចដោយសារតែថ្ងៃហ្នឹងគាត់បើកលុយអញ្ចឹងណាអញ្ចឹងគាត់ចង់បបួលគ្នាដើរលេងខាងក្រៅដោយសារគាត់មកធ្វើការហ្នឹងគឺរយៈពេល3ខែទៅហើយអញ្ចឹងនៅតែធ្វើការពេកទៅវារៀងស្មុគស្មាញអញ្ចឹងណាអញ្ចឹងក៏បានបបួលមិត្តភ័ក្តិប្រកបម្នាក់ទៀតហ្នឹងដើម្បីទៅដើរលេងពេលនោះមិត្តភ័ក្តិប្រកបក៏យល់ព្រម
ហើយក៏បានទេសុំតកែប្រកបណាដោយសារតែថ្ងៃហ្នឹងតកែប្រកបអត់នៅចាំក្រាស់ឡានទេគាត់ចេញទៅដើរលេងខាងក្រៅដែរអញ្ចឹងណាអញ្ចឹងគាត់ក៏បានទេទៅតកែគាត់ក៏បាននិយាយថាទៅចោះអត់អីទេប៉ុន្តែទៅត្រឡប់មកវិញម៉ោង 9 ជាម៉ោង 10 អត់ឲ្យដើរលេងយប់អញ្ចឹងណាអញ្ចឹងបងទីក៏បានឆ្លើយថាបាទមេរួចគាត់ក៏បានរៀបចំខ្លួនជាមួយនឹងមិត្តភក្តិប្រកបម្នាក់ទៀតហ្នឹងដើម្បីទៅដើរលេងញ៉ាំអីខាងក្រៅបន្តិចតួចណាបើកវងកញ្ចក់បន្តិចអ្នកទាំងអស់គ្នាដោយបងទីគាត់បាននិយាយថាកន្លែងការ៉ាសាំងដែលគាត់ធ្វើការហ្នឹងណាគឺមិនមែននៅក្នុងក្រុងភ្នំពេញតែហ្មងទេគឺនៅជាយក្រុងអញ្ចឹងណាអញ្ចឹងវាមានព្រៃមានអីហើយផ្លូវខ្លះហ្នឹងក៏អត់សូវមានម៉ូតូឡានជិះដែរគឺរៀងស្ងាត់ដែរអ្នកទាំងអស់គ្នាមិនមែននៅក្នុងក្រុងតែហ្មងណាគឺគាត់នៅជាយក្រុងអញ្ចឹងទៅវាអត់សូវអ៊ូអរដូចនៅក្នុងក្រុងទេហើយកាលនោះក៏អត់សូវអភិវឌ្ឍដូចឥឡូវដែរបិទវងកញ្ចក់វិញអ្នកទាំងអស់គ្នាបងទីគាត់បានរៀបរាប់បន្តទៀតថាដោយគាត់បបួលមិត្តភក្តិគាត់ម្នាក់ទៀតហ្នឹងណាដើម្បីទៅញ៉ាំអីនៅហាងមួយកន្លែងហើយគាត់ក៏បានស៊ីផឹកតិចតួចដែរអ្នកទាំងអស់គ្នាអញ្ចឹងបន្ទាប់ពីបងទីគាត់បានញ៉ាំផឹកជាមួយនឹងមិត្តភក្តិគាត់មួយសន្ទុះក្រោយមកក៏ដល់ម៉ោងដែលគាត់ត្រូវត្រឡប់មកកន្លែងគេងវិញអញ្ចឹងពួកគាត់ទាំងពីរនាក់ក៏បានឲ្យលុយឲ្យគេហើយរួចក៏ជិះម៉ូតូត្រឡប់មកកន្លែងដែលគាត់ដេកវិញអញ្ចឹងណាពេលដែលគាត់កំពុងតែជិះម៉ូតូសុកហ្នឹងមិត្តភក្តិនៅខាងក្រោយខ្នងប្រគាត់ហ្នឹងបាននិយាយថាហេដូចជាខ្លាចដល់ហើយដោយសារតែផ្លូវហ្នឹងអត់មានឡានម៉ូតូសម្បីតែមួយជិះកាត់ឆ្លងកាត់ទីហ្នឹងណាបច្ចេកតិចអ្នកទាំងអស់គ្នាដោយបងទីគាត់បាននិយាយថាពេលថ្ងៃគឺឡានម៉ូតូដែរតែដោយសារតែពេលយប់អញ្ចឹងទៅដូចមានអារម្មណ៍ថាស្ងាត់ណាអត់មានឡានម៉ូតូជិះឆ្លងកាត់ផ្លូវមួយហ្នឹងទេអញ្ចឹងលើផ្លូវមួយហ្នឹងមានតែគាត់ហើយនឹងមិត្តភក្តិប្រកបទេបងទីជាមួយនឹងមិត្តភក្តិប្រកបកំពុងតែធ្វើដំណើរនៅលើផ្លូវនឹងសុកណាស្រាប់តែមេឃរលឹមមកអ្នកទាំងអស់គ្នាគាត់ថាចម្លែកម្យ៉ាងដែរដោយគាត់ត្រឡប់មកពីកន្លែងដេកប្រកបហ្នឹងដើម្បីមកញ៉ាំអីហ្នឹងគឺមេឃស្រឡះជាធម្មតាទេពេលដែលញ៉ាំអីហើយនៅខ្ទង់ម៉ោង 9 កន្លះគឺមេឃចាប់ផ្ដើមរលឹមតិចមកពេលអញ្ចឹងពួកគាត់ក៏ខំជិះម៉ូតូអត់សូវហ៊ានជិះលឿនប្រហែលទេអ្នកទាំងអស់គ្នាដោយគាត់ខ្លាចមានគ្រោះថ្នាក់អញ្ចឹងណាហើយណាមួយមេឃក៏វារលឹមដែរអញ្ចឹងគាត់ជិះតិចដែរទេគាត់ធ្វើដំណើរហ្នឹងគឺអត់ទាន់បានពាក់កណ្ដាលផ្លូវទេស្រាប់តែមេឃភ្លៀងមកហើយមានផ្សែងមានអីហោះកាត់ផ្លូវណាទាំងអស់គ្នាគឺមើលផ្លូវអត់សូវច្បាស់ប្រហែលទេដោយបងទីគាត់បានបញ្ជាក់ថាគាត់ជាអ្នកធ្វើតកង់ណាមិត្តភក្តិរបស់គាត់នៅអង្គុយខាងក្រោយរបស់គាត់បងទីបានបញ្ជាក់ថាមូលហេតុដែលផ្លូវនឹងវាហុយផ្សែងណាទាំងអស់គ្នាគឺដោយសារតែខែនោះគឺជាខែរងាអញ្ចឹងពេលដែលរងាផងណាមួយវាធ្លាក់ភ្លៀងមកផងវាកើតជាផ្សែងតិចណាហោះកាត់ផ្លូវអ្នកទាំងអស់គ្នាធ្លាប់ឃើញពេលដែលយើងជិះម៉ូតូឆ្លងកាត់ពេលដែលមេឃក្តៅហើយមានភ្លៀងធ្លាក់មកគឺផ្លូវហ្នឹងវាហុយផ្សែងដោយសារតែផ្លូវខ្នល់កស៊ូពេលដែលវាក្តៅពេលភ្លៀងធ្លាក់មកទៅវាមានហុយផ្សែងខែរងាក៏អញ្ចឹងដែរអ្នកទាំងអស់គ្នាពេលដែលមានទឹកអង្សើមអ្នកទាំងអស់គ្នាជិះកាត់យប់មានផ្សែងហុយតាមផ្លូវនឹងអ្នកទាំងអស់គ្នាអូខេហើយកន្លែងហ្នឹងសង្ឃឹមថាអ្នកទាំងអស់គ្នាយល់ហើយបើខ្ញុំនិយាយរឿងតាក់បន្តិចក៏សង្ឃឹមតែអភ័យទោសអ្នកទាំងអស់គ្នាផងយើងបន្តទៅកាន់សាច់រឿងរបស់យើងវិញគាត់ទាំងពីរនាក់កំពុងតែជិះសុកស្រាប់តែឃើញមនុស្សស្រីម្នាក់ដើរតាមចិញ្ចើមផ្លូវណាហើយគាត់ដើរហ្នឹងគឺខែល្ងិតអ្នកទាំងអស់គ្នាគឺគាត់ដើរអត់មានពិលអត់មានអីទេលក្ខណៈថាដើរអាងឹតយកតែម្ដងណាពេលដែលគាត់ជិះហ្នឹងដំបូងគាត់អត់ឃើញទេជិះចិត្តទៅដល់អ្នកទាំងអស់គ្នាទៅឃើញពេលនោះមិត្តភក្តិប្រកបដែលអង្គុយនៅខាងក្រោយរបស់គាត់ហ្នឹងក៏បានភ្ញាក់ឡើងព្រឺតដោយសារតែជិះទៅវ៉ាអឺណាហើយពួកគាត់មើលទៅម្នាក់ស្រីម្នាក់នោះពួកគាត់គិតថាប្រហែលជាមនុស្សឈួតណាដែលដើរកាត់ផ្លូវមួយហ្នឹងអញ្ចឹងគាត់ក៏អត់បានគិតអីច្រើនដែរគាត់ក៏បានធ្វើដំណើរជាបន្តទៀតបន្ទាប់ពីគាត់ធ្វើដំណើរបានប្រហែលជា5នាទីទេអ្នកទាំងអស់គ្នាក៏បានជួបនឹងមនុស្សស្រីម្នាក់មិត្តភក្តិប្រកបអង្គុយខាងក្រោយខ្នងប្រកបហ្នឹងក៏បាននិយាយថាហេទីមិត្តម្នាក់ស្រីដែលដើរនៅខាងមុខយើងហ្នឹងដូចជាម្នាក់ស្រីដែលយើងបានជួបមិញអញ្ចឹងពួកគាត់មានអារម្មណ៍ថាឆ្ងល់ខ្លាំងមែនទែនដោយសារតែម្នាក់ស្រីម្នាក់ហ្នឹងគឺដើរនៅខាងក្រោយគាត់ជិះម៉ូតូមកហួសទេហេតុអីពេលដែលគាត់ជិះទៅមុខទៀតក៏បានឃើញមនុស្សស្រីម្នាក់ហ្នឹងនៅខាងមុខអញ្ចឹងគាត់មានអារម្មណ៍ឆ្ងល់មែនទែនពេលនោះដោយសារតែគាត់បញ្ញាប់ផងអញ្ចឹងណាគាត់ក៏បានជិះហួសមនុស្សស្រីម្នាក់ហ្នឹងមិត្តភក្តិរបស់គាត់ក៏បាននិយាយថាទីជិះម៉ូតូឲ្យលឿន
បងទីគាត់មានអារម្មណ៍ថាឆ្ងល់ខ្លាំងមែនទែនថៃបានជាមិត្តភក្តិប្រកបសុកឲ្យគាត់ជិះម៉ូតូលឿនអញ្ចឹងណាដោយសារតែដឹងស្រាប់ហើយគាត់ធ្លាប់ជាមិត្តភក្តិសាសនាណាមិត្តភក្តិប្រកបអត់សូវចូលចិត្តឲ្យទីជិះម៉ូតូលឿនប្រហែលទេពេលដែលធ្វើដំណើរជាមួយនឹងគ្នាហ្នឹងដោយសារតែមិត្តភក្តិប្រកបជាមនុស្សខ្លាចគ្រោះថ្នាក់អីចឹងណាអញ្ចឹងពេលដែលទីជិះលឿនតែងតែឲ្យទីហ្នឹងបងទីហ្នឹងជិះយឺតហេតុអីក៏យប់ហ្នឹងគាត់ឲ្យបងទីជិះលឿនអញ្ចឹងណាដោយសារតែបងទីគាត់ឆ្ងល់ពេកអញ្ចឹងគាត់ក៏ងាកក្បាលសួរមិត្តភក្តិប្រកបណាមិត្តភក្តិប្រកបថាចាំជិះហួសកន្លែងហ្នឹងបន្តិចទៅចាំគាត់និយាយប្រាប់ពេលដែលជិះហួសកន្លែងហ្នឹងមិត្តភក្តិប្រកបបាននិយាយថាគាត់បានឃើញមនុស្សស្រីម្នាក់នោះអត់មានជើងទេហើយមុខល្ងលែលួយគាត់គិតថាជាខ្មោចណាហើយបងទីគាត់សូវជឿប្រហែលទេដោយសារតែគាត់ជិះឃើញហ្នឹងគាត់ឃើញមនុស្សស្រីម្នាក់ហ្នឹងធម្មតាទេអត់មានអីទេអញ្ចឹងគាត់ក៏អត់បានប្រកែកសួរនាំអីច្រើនដែររួចក៏បើកបន្តដំណើរទៅមុខទៀតបន្ទាប់ពីគាត់បានធ្វើដំណើរបន្តទៅដល់កន្លែងមួយណាដែលមានដើមឈើធំធំដុះបាំងផ្លូវពេលនោះគាត់បានកលែកមើលទៅចាមផ្លូវណាក៏បានឃើញមនុស្សស្រីម្នាក់អង្គុយនៅក្នុងចាមផ្លូវហ្នឹងប៉ុន្តែអង្គុយបែរខ្នងមកកាន់ពួកគាត់ណាពេលនោះគាត់មានអារម្មណ៍ឆ្ងល់ទាំងពីរនាក់តែម្ដងពេលដែលគាត់ជិះទៅជិតដល់អ្នកទាំងអស់គ្នាស្រាប់តែក្បាលម្នាក់ស្រីហ្នឹងគឺធ្លាក់ចេញពីខ្លួនក្ដុចហើយភ្នែកលង្លៀនធំធំសម្លឹងមើលមកកាន់ពួកគាត់ទាំងពីរនាក់ណាពេលនោះគាត់មានអារម្មណ៍ថាភ្ញាក់ផ្អើលហើយក៏ភ័យខ្លាចខ្លាំងមែនទែនក៏បានជិះម៉ូតូយ៉ាងលឿនទៅកន្លែងដែលគាត់ដេកហ្នឹងសារនេះអ្នកទាំងអស់គ្នាមិនមែនជួបតែមិត្តភក្តិបងទីទេគឺជួបទាំងពីរនាក់ជាមួយនឹងបងទីតែម្ដងបន្ទាប់ពីគាត់បានទៅដល់ផ្ទះគាត់ក៏អត់បានជួបរឿងរ៉ាវដ៏រន្ធត់អីទៀតដែរព្រឹកឡើងគាត់ក៏បានសុំច្បាប់មេប្រកបមួយថ្ងៃណាដើម្បីនាំគ្នាទៅស្រោចទឹកនៅឯវត្តមួយបន្ទាប់ពីគាត់បានស្រោចទឹករួចហើយអ្នកទាំងអស់គ្នាគាត់ក៏អត់បានជួបរឿងរ៉ាវដ៏រន្ធត់នឹងទៀតដែរអូខេអ្នកទាំងអស់គ្នាសាច់រឿងរបស់យើងក៏មានតែប៉ុណ្្នឹងដែរបើអ្នកទាំងអស់គ្នាពេញចិត្តនឹងវីដេអូមួយនេះកុំភ្លេចជួយចុច like subscribe ដាក់រូបកណ្ដឹងខ្ញុំបានម្នាក់មួយផងមុននឹងចប់វីដេអូរបស់យើង admin សុំនិយាយបន្តិចអ្នកទាំងអស់គ្នាពិតជាឆ្ងល់ហើយមែនទេថាហេតុអីក៏បាត់ admin រយៈពេល7ខែឃើញចេញវីដេអូអញ្ចឹងណាអញ្ចឹងថ្ងៃនេះ admin នឹងចេញមកបកស្រាយឲ្យអ្នកទាំងអស់គ្នាបានដឹងហើយក៏សូមខន្តីអភ័យទោសអ្នកទាំងអស់គ្នាជាពិសេសសូមទោសមែនតើសូមទោសខ្លាំងមែនតើទៅកាន់អ្នកដែលគាត់ចូលចិត្តមើលសាច់រឿងរបស់ admin ណាពិតជាសូមទោសគាត់ខ្លាំងមែនតើដោយសារតែ admin អត់បានចេញវីដេអូរយៈពេល7ខែហ្នឹងដោយសារ admin មានបញ្ហាតិចតួចគឺបញ្ហាផ្ទាល់ខ្លួនអ្នកទាំងអស់គ្នាហើយណាមួយអ្នកទាំងអស់គ្នាដឹងស្រាប់ហើយ admin ធ្វើវីដេអូនេះអត់បាននិយាយទៅអត់បានលុយមកកាក់ពិសេសពីការធ្វើវីដេអូឲ្យអ្នកទាំងអស់គ្នាមើលទេអូខេអ្នកទាំងអស់គ្នាសង្ឃឹមថាអ្នកទាំងអស់គ្នាយល់ហើយខ្ញុំអត់សុំអីពីអ្នកទាំងអស់គ្នាច្រើនទេសុំតែអ្នកទាំងអស់គ្នាមកគាំទ្រខ្ញុំដូចមុនណាហើយជួយមើលវីដេអូជួយ subscribe like ហើយ share វីដេអូនឹងម្នាក់មួយផងដើម្បី admin មានអ្នកមើលច្រើនទៅក៏មានកម្លាំងចិត្តធ្វើសាច់រឿងថ្មីជូនអ្នកទាំងអស់គ្នាដែរនឹងឯអ្នកទាំងអស់គ្នារយៈពេល7ខែដែល admin បានចេញវីដេអូហ្នឹងដោយអ្នកទាំងអស់គ្នាស្ដាប់ខាងដើមវីដេអូហើយទី1 admin មានបញ្ហាផ្ទាល់ខ្លួនណាមួយរវល់ធ្វើការងារអញ្ចឹងណាក៏អត់បានធ្វើសាច់រឿងចែកជូនអ្នកទាំងអស់គ្នាស្ដាប់គឺទុកចោលរយៈពេល7ខែហើយទី2គឺ admin រៀនបាក់ទឹកចិត្តដែរអ្នកទាំងអស់គ្នាដោយសារតែវាអត់សូវមាន view មើលឥឡូវអញ្ចឹងក៏រៀងបាក់ទឹកចិត្តបន្តិចដែរហើយឥឡូវ admin នឹងមកដាក់ចិត្តដាក់កាយនឹងធ្វើវីដេអូជូនអ្នកទាំងអស់គ្នាដូចពីមុនអញ្ចឹងបើអ្នកទាំងអស់គ្នាណាដែលគាត់មានសាច់រឿងរន្ធត់ណាអាចផ្ញើមក admin បានតាម Telegram ដែល admin ដាក់នៅ description វីដេអូមួយហ្នឹងអូខេអ្នកទាំងអស់គ្នាសង្ឃឹមថាអ្នកទាំងអស់គ្នាយល់អូខេបាយបាយអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូរឿងខ្មោចថ្មីទៀតMm-hmm.